រឿងខ្មោចលងអ្នកដាំដំណាំកាលពីដើមឡើយមានបុរសវ័យកណ្ដាលម្នាក់សព្វថ្ងៃគាត់មានមុខរបរជាអ្នកដាំដំណាំនឹងជារៀងរាល់ថ្ងៃគាត់តែងតែមកចំការគាត់ជារឿយមិនដែលខាននោះទេព្រោះដំណាំដីគាត់តែងតែបានផលជារៀងរាល់ឆ្នាំមួយរំពេចភ្លាមនោះគាត់កំពុងតែកាប់ដីសុកស្រាប់តែមានសំឡេងចម្លែកមួយបានបន្លឺឡើងនៅក្បែរខ្លួនរបស់គាត់យីយើងដូចជាឮសំឡេងអ្នកណាគេយំហើយតើសំឡេងនេះវាចាញ់មកពីខាងណាទៅមើលទៅម្ដុំនេះដូចជាគ្មានមនុស្សម្នាក់ណានោះទេហើយតើសំឡេងនេះវាអាចចាញ់មកពីណាទៅណោះអើយដូចជាចម្លែកដល់ហើយគាត់ក៏បន្តកាប់ដីដំណាំគាត់ទៀតទៅហើយសំឡេងចម្លែកនោះក៏ចាប់ផ្ដើមបន្តបន្លឺទៀតអូនតើសំឡេងក្អកនេះវាចាញ់មកពីណាទៀតហើយមុននឹងសំឡេងយំទេតាឬមួយក៏យើងស្ដាប់ច្រឡំទៅដឹងអើយចម្លែកទៅហើយនេះស្រុកខ្មែរឥឡូវស្អីក៏មាននោះដែរមិនថាសំឡេងក្អកសំឡេងធ្ងោមានគ្រប់សពគ្រប់បែបអើយខ្ជិលខ្វល់ច្រើនណាស់កាប់ដំណាំទៀតសិនហើយគាត់ក៏បន្តកាប់ដីទៀតទៅហើយសំឡេងចម្លែកទៀតក៏ចាប់ផ្ដើមបន្លឺឡើងមកយ៉ាលេងយើងមែនតែនហៅតើនេះចាំមើលយើងធ្វើដូចជាស្ដាប់មិនលឺដើម្បីចង់ដឹងតើមុខមាត់វាយ៉ាងម៉េចទៅហើយគាត់នេះក៏បន្តកាប់ដីទៀតទៅមួយសន្ទុះក្រោយមកក៏មានមនុស្សចម្លែកម្នាក់នេកលៀនក្បាលទំពេកឈរខ្ពស់កំពុងតែកាប់ដីក្រោយខ្នងគាត់នឹងហើយគាត់នេះក៏បានបែរមុខមកអញហើយអ្នកណាគេនឹងមកកាប់ដីអីនៅកន្លែងយើងទៅវិញហើយគាត់នេះក៏សួរទៅថាហើយលោកធ្វើអីនឹងមកកាប់ដីអីនៅកន្លែងខ្ញុំទៅវិញលោកខ្វះកន្លែងកាប់មែនទេហើយមនុស្សចម្លែកនោះក៏បែរមុខមកខ្ញុំជួយកាប់លោកទេតាមិនក៏លោកចិត្តអាក្រក់យ៉ាងនេះហើយលោកកាប់តែម្នាក់ឯងអញ្ចឹងមិនខ្លាចខ្មោចលងនៅម្ដុំនេះទេអីយើងមិនខ្លាចឡើយហើយលោកឯងឈប់មកកាប់ដីកាប់អីនៅទីនេះទៀតព្រោះវាមិនមែនជាកន្លែងលោកនោះទេលោកឯងមកពីទីណាឆាប់ទៅទីនោះវិញទៅឲ្យខ្ញុំទៅយ៉ាងម៉េចទៅបើទីនេះគឺជាផ្ទះរបស់ខ្ញុំនឹងហើយដីខ្ញុំមិនតាន់កាប់ឲ្យទៀតលោកឯងនឹងហើយដែលត្រូវចាកចេញទៅនឹងព្រោះនៅទីនេះយូរប្រយ័ត្នខ្មោចលងណាមើលទៅគេនេះដូចជាចម្លែកដល់ហើយមួយម៉ាត់ណាក៏ខ្មោចមួយម៉ាត់ណាក៏ខ្មោចហើយភ្នែកលៀនទៀតមើលទៅដូចជាខុសពីមនុស្សធម្មតាយើងនៅទីនេះយូរដូចជាមិនស្រួលនោះទេតើលោកកំពុងគិតអីហ្នឹងមើលទៅគេនេះដឹងថាយើងកំពុងតែគិតទៀតតើយើងគិតយ៉ាងម៉េចទៅប្រហែលជាគេនេះមិនមែនជាមនុស្សធម្មតានោះទេព្រោះភ្នែករបស់គេកាន់តែលៀនទៅហើយយើងគួរតែរកវិធីដោះស្រាយសិនបើយើងរត់វាច្បាស់ជាដេញតាមយើងជាមិនខានឡើយបានបើអញ្ចឹងលោកជួយកាប់ដីខ្ញុំឲ្យហើយទៅនឹងឆាប់បានត្រឡប់ទៅផ្ទះវិញទាំងអស់គ្នា
គាត់នេះក៏ធ្វើជាកាប់ដីជាមួយនឹងមនុស្សចម្លែកនោះទៅមិនទាន់បានប៉ុន្មានផងមនុស្សចម្លែកភ្នែកលៀននេះកាប់ដីសុកស្រាប់តែក្បាលរបស់គេបានធ្លាក់ចុះមកខាងក្រោមភ្នែកលៀនហើយក៏សម្លក់គាត់ម្នាក់នេះទៅធ្វើឲ្យគាត់នេះមានអារម្មណ៍ថាភ័យខ្លាចជាខ្លាំងហើយគាត់ក៏មិននៅចាំយូរក៏បានដាក់មេប្រុចរត់ទៅយ៉ាងលឿនភ្លាមទៅហើយខ្មោចនេះក៏បានដេញតាមគាត់ពីក្រោយមើលទៅពិតជាគួរឲ្យខ្លាចយ៉ាងមែនទែន